ngàyนี้បានដើរមកដល់ចំការដូងនៅពុទ្ធមណ្ឌលកម្ពុជាគៀនស្វាយដូងនេះដាំចំនួនកូវីដលើប្រហែលឆ្នាំហើយចឹងនេះផ្លែផ្កាមានណាធំខ្ពស់ជាការដូងនេះមានដូង504ដើមកាហៀមទៀតនិយាយអត់ច្បាស់នេះមានមកសពសឡំការដូងកន្លែងអូបកភ្នៅទៀតបកភ្នៅដូងទឿក្អូបចំការដូងទឿតើនៅកន្លែងណានៅកន្លែងពុទ្ធមណ្ឌលកម្ពុជាគៀនស្វាយម្សិលមិញចំការពោតនេះចូលមកចំការដូងហើយនឹងចំការត្របែកមើលអូយដើមកក់ខ្ពស់មកនិតណាស្មៅហុំពាត់ហើយអញ្ចឹងទៅដូងរៀងចេញផ្កាចេញផ្លែចេញផ្កាហើយបានផ្លែมาให้ខ្ញុំសិននេះថតដូងទេឡើយហ្នឹង4ដើមហ្នឹងដូងភ្លើងក្អូបទៀតឈ្មោះដូងភ្លើងហើយក្អូបទៀតធ្វើខ្លាំងមកហំចៃនេះដូចនេះចូលចកាតបែកបេះបានតបែកហ្នឹងស្រាប់ប្រកេនចង្ហាន់លោកស្អែកមានអំបិលម្ទេសមកមើលហើយចាធ្វើទឹកតបាសនិយាយទៅកណាសុំបន្តិចមានណាលោកបងអូដាំពោតណានេះអូនេះនឹងគេចាក់ធ្វើផ្កាហើយជាទីស្ងប់ស្ងាត់អាស្រមជាទីស្ងប់ស្ងាត់មើលចកាតបែកខាងក្រូចអូច្បាចកាតបែកចូលទឹកធ្លាក់ទឹកស្រក់តក់ទម្លុះថ្មកន្លែងនេះស្ងប់ស្ងាត់នេះដើមក្រូចនោះដើមតបែកអូចកាតបែកគេធ្វើស្ពានឆ្លងមានដើមក្រូចឆ្មាក្រូចសាយចេកលម៉ើនោះដើមផ្កាសាគូរ៉ាអូស្ពានចម្លងទៅចំការត្របែកអូអត់ទុកចិត្តទេស្ពាននេះចកាតបែកមកជួ